ខ្ញុំសូមជម្រាបថាពេលសកកម្មរបស់បងប្អូនថ្លៃថ្លាណាស់ក្នុងថ្ងៃនេះពេលនេះបងប្អូនរាប់ពាន់អ្នកមកដល់ទីនេះអ្វីដែលបងប្អូនមិនបានទៅដល់គោលដៅមែនតែបងប្អូនយើងទៅដល់គឺយើងបានទៅដល់បង្គោលព្រំដែនដោយជោគជ័យជ័យយោប្រជាជនកម្ពុជាថ្ងៃនេះគឺជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាប្រវត្តិសាស្ត្រនៃយើងទាំងអស់គ្នាបងប្អូនត្រូវដឹងថាយើងបានដឹងហើយថាបង្គោលព្រំដែនហ្នឹងគឺបោះដោយមិនត្រឹមត្រូវទេបងប្អូនខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាបេសកកម្មយើងថ្ងៃនេះគឺជាប្រវត្តិសាស្ត្រមួយយើងមិនបានទទួលបង្គោលព្រំដែនអស់នេះទេគឺការបោះដោយបង្ខំការបោះដោយឯកតោភាគីការបោះដោយកាណុងភ្លើងបងប្អូនខ្ញុំបាននាំពីអ្នកតំណាងរាស្ត្រមកពីគណៈបក្សសង្គ្រោះជាតិតើឃើញមិនប្រកបដែរតើគិតយ៉ាងម៉េចដើម្បីយើងដឹងហើយថាយើងនឹងធ្វើកិច្ចការងារយើងមានផែនទីនៅក្នុងដៃរបស់យើងឥឡូវយើងបានវាស់វែងយើងបានដឹងហើយយើងគណៈបក្សសង្គ្រោះជាតិលោកប្រធានសមរង្ស៊ីនឹងប្រកាសជាផ្លូវការនៅអ្វីដែលយើងបានមកទីនេះយើងមិនទទួលស្គាល់នៅបង្គោលព្រំដែននេះជាដាច់ខាតត្រូវប្រៀបធៀបជាមួយនឹងផែនទីដែលនៅក្នុងដៃរបស់យើងនឹងដឹងថាផែនទីណាពិតប្រាកដផែនទីណាមិនពិតប្រាកដសូមបងប្អូនយើងមិនអាចចោទប្រកាន់ថានរណាផែនទីคล้ายមិនคล้ายទេសំខាន់គឺផែនទីពិតប្រាកដនៅលើដៃរបស់យើងនឹងវាស់វែងយើងនឹងដឹងថ្ងៃនេះយើងបានទទួលនៅជោគជ័យដោយសារតែយើងបានមកគោលព្រំដែននេះហើយបាទហើយខ្ញុំបានសូមអរគុណបងប្អូនទាំងអស់គ្នាដែលបញ្ជើញទីនេះយើងថ្ងៃនេះយើងបានទទួលនៅជោគជ័យដ៏ធំធេងសម្រាប់ប្រវត្តិសាស្ត្រខ្មែរ